សួស្តីខ្ញុំបាទឈ្មោះឈឹមចរិយាខ្ញុំមានតួនាទីជា Software Development Specialist នៅក្នុងឱកាសនេះខ្ញុំក៏ចង់មកចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំថាតើខ្ញុំធ្វើយ៉ាងណាដើម្បីយកឈ្នះឧបសគ្គនៅកន្លែងធ្វើការរបស់ខ្ញុំហើយនឹងធ្វើវាបានដោយទទួលបានភាពជោគជ័យ Everything is not going smooth as we planned ហើយនៅក្នុងការងារក៏តែងតែមានជួបនៅបញ្ហាការ project ដល់ deadline នេះហើយគឺជាបញ្ហាដែលខ្ញុំកើតមានឡើងនៅក្នុងការងារដែលខ្ញុំធ្វើជាប្រចាំថ្ងៃការជួបផលលំបាកទាំងនេះហើយគឺឲ្យខ្ញុំគិតខ្លួនឯងថាតើខ្ញុំគួរដើរទៅមុខឬក៏ត្រឡប់ក្រោយហើយខ្ញុំចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្ញុំជាមួយនឹងភាពជឿជាក់ថាខ្ញុំអាចធ្វើបានជំនួសពីការបោះបង់ខ្ញុំបានស្វែងរកជំនួយនិងធ្វើការជាមួយនឹងសមាជិកក្រុមរបស់ខ្ញុំដើម្បីធ្វើការដោះស្រាយបញ្ហានៅពេលដែលខ្ញុំស្វែងរកឃើញដំណោះស្រាយខ្ញុំតែងតែពិភាក្សាជាមួយអ្នកគ្រប់គ្រងរបស់ខ្ញុំតើនីតិវិធីនេះពិតជាត្រឹមត្រូវសម្រាប់ធ្វើការដោះស្រាយបញ្ហានេះដែរឬទេនៅពេលដែលខ្ញុំបានដោះស្រាយបញ្ហារួចរាល់ហើយនោះខ្ញុំតែងតែផ្ដល់ដំណឹងទៅកាន់អ្នកដែលពាក់ព័ន្ធដើម្បីឲ្យពួកគាត់បានបន្តធ្វើការងាររបស់ពួកគាត់នៅពេលដែលខ្ញុំ stress ខ្ញុំតែងតែ order កាហ្វេនិងពិភាក្សាជាមួយផ្នែកដែលពាក់ព័ន្ធក៏ដូចជាការចែករំលែកបទពិសោធន៍ដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងតែប្រឈមបញ្ហាប្រឈមមិនត្រឹមតែជាបញ្ហាបច្ចេកទេសនោះទេវាគឺជាបញ្ហាខាងផ្នែកផ្លូវចិត្តផងដែរត្រូវចងចាំថាភាពវិជ្ជមាននិងការអត់ធន់តែងតែរុញអ្នកទៅមុខជានិច្ច Hi, chào mọi người. Mình là Quân, làm ở phòng phần mềm theo Cambodia. Thì mình là bạn của anh Chạy Ra là một người đồng nghiệp của mình. Anh ấy rất là hoạt bát, thân thiện với lại mọi người, giúp đỡ mình rất nhiều trong công việc. Từ khi mình sang đây thì anh Chạy Ra là người ជំរាបសួរសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះប៊ុនថានីតាគឺជាមិត្តរួមក្រុមរបស់បងច័ក្យាគឺជាមនុស្សអ្នកដែលចេះជួយយកអាសាអ្នកដទៃនិយាយទៅគឺគាត់តែងតែជួយ support ពេលដែលក្រុមមិត្តរួមក្រុមមានបញ្ហា Xin chào mọi người, tôi là Quyền, làm việc tại phòng phần mềm tại Viettel Cambodia. Trong công việc, anh Chạy Ra là một người năng động, sáng tạo và luôn sẵn sàng đổi mới. ហើយខ្ញុំក៏សូមអរគុណទៅដល់ក្រុមការងារទាំងអស់មេរបស់ខ្ញុំ boss Mr. ញិតហើយនឹងដូចជា tester មាន load ធ្វើឲ្យការងារមួយនឹងទទួលបានជោគជ័យនិងទទួលបានលទ្ធសមិទ្ធផលល្អក៏ដូចជាទៅដល់ក្រុមហ៊ុននិងទៅដល់ department របស់ពួកខ្ញុំផងដែរត្រឡប់ទៅមើលបញ្ហាទាំងអស់ដែលខ្ញុំបានជួបប្រទះវាបានបង្រៀនខ្ញុំនៅមេរៀនសំខាន់ជាច្រើនបានសបបញ្ជាក់ថាខ្ញុំអាចធ្វើវាបានឲ្យតែខ្ញុំដាក់ចិត្តនិងតាំងចិត្តធ្វើវា This is a message to everyone out there facing obstacle believe in yourself stay committed and remember I can do it and you can also do it tooលំទូលាយដែលយល់ពីចិត្តអ្នកមិត្តភក្តិកាន់តែជិតស្និទ្ធ